គឺខ្ញុំសប្បាយចិត្តមែនតើបងប្អូនដែលបានមកសាក់ម្ហូបរបស់ Chef Hero ជនជាតិជប៉ុនណាដែលជាអ្នកបង្កើតមាតិកាមួយដ៏ល្បីមែនតើបងប្អូន view គាត់ខ្លាំងដល់60លានទៀតនៅក្នុង TikTok អញ្ចឹងណាហើយខ្ញុំក៏ជា fan ម្នាក់ដែលចូលចិត្តមើលវីដេអូគាត់ដែរហើយអ្វីដែលខ្ញុំកាន់តែសប្បាយចិត្តមួយទៀតបងប្អូនខ្ញុំបានជឿហូបគំនូពីងកខ្មែររបស់យើងពូប្រាសាទអង្គរវត្តហើយគាត់បានបើកហើយគាត់យកទៅតាំងនៅចិត្ត TikTok ពីនវត្តមកគាត់នឹងអូយហើយដាក់ចូលមួយដេកហាងហ្នឹងគឺខ្ញុំឡើងរំភើបខ្លាំងមែនតើតើបងប្អូនអញ្ចឹងយើងមករៀបចំខ្លួនជាមួយខ្ញុំសិនដើម្បីយើងទៅភ្លក់ម្ហូបរបស់ Chef Hero ទាំងអស់គ្នាដោយសារតែខ្ញុំខ្លាច late ម៉ោង booking របស់គាត់អញ្ចឹងខ្ញុំមករៀបចំខ្លួនស៊ីនកាន់សែនគេមករត់លឿនលឿនគេព្រោះដោយសារតែខ្លាចទៅទៀងមកព្រោះដោយសារកន្លែងគាត់ហ្នឹងគឺមិនមែននៅអូសាកាឬមួយក៏តូក្យូគឺនៅ Nagoya គឺពាក់កណ្ដាលអូសាកាមួយតូក្យូបងប្អូនហើយវីដេអូនេះក៏ចង់អរគុណដល់បង Henley Cambodia ដែរដែលគាត់ sponsor ខ្ញុំមកនៅក្នុងថ្ងៃនេះអញ្ចឹងណាបងប្អូននឹងឆ្ងល់ថាខ្ញុំឡើងចុះជប៉ុននឹងញឹកហើយខ្ញុំក៏មិនតែមានអីដល់ថ្នាក់ថា3ខែដល់ចង់2ដងទៅដែរព្រោះសុកជប៉ុនក៏មិនថោកដែរ Highly នេះគឺខ្ញុំប្រើតាំងពីខែ2រហូតមកដល់ឥឡូវវាចូល3 4ខែដែរចូលចិត្តជាមួយនឹង Highly Asian Cream នេះបងប្អូនជាពិសេសនៅពេលដែលធ្វើដំណើរយើងអត់ចាំបាច់យកស្រូបមេសិនឲ្យទៅច្រើនយើងលាបតែ Highly នេះមួយគឺវាមានជាតិស្រូបមេសិននៅក្នុងនឹងហ្មងហើយយើងអាចប្រើបានទាំងយប់ទាំងថ្ងៃជាតំណក់ make up ឲ្យបានយូរទៀតខ្ញុំលាបរៀងចុះដែរដោយសារតែខ្ញុំលាបទាំងកទាំងអីអញ្ចឹងណាហើយខ្ញុំ recommend សម្រាប់បងប្អូនដែលមានស្បែកស្ងួតដូចខ្ញុំអញ្ចឹងគឺខ្ញុំ recommend ឲ្យប្រើជាមួយនឹង Highly Asian Cream នេះហើយបងប្អូនសើបងប្អូនដឹងហ្មងព្រោះធម្មតាបើទោះបីជាខ្ញុំប្រម៉ូទមែនប៉ុន្តែគឺខ្ញុំជាអ្នកដែលប្រើប្រាស់ផ្ទាល់ហ្មងហើយនិយាយស្មោះត្រង់បងប្អូនខ្ញុំឃើញថាដាគាត់ប្រើទៅពេលអញ្ចឹងខ្ញុំសួរគាត់ប្រើមានណាបងប្អូនមកស្អីខាង Highly ហ្នឹងគាត់តាក់ទងការងារមកហ្មងអញ្ចឹងយើងក៏បានលេប្រើទៅហើយខ្ញុំមកដល់ Nagoya Station ហើយខ្ញុំត្រូវជិះឡានក្រុងបន្តទៀតហើយបងប្អូននៅតាមផ្លូវខែនេះគឺផ្កាស្អាតមែនតើត្រជាក់ស្រួលដើរណាបងប្អូន15 16ទេគ្រាន់តែថ្ងៃនេះមកដល់គឺមេឃភ្លៀងហ្មងឥឡូវខ្ញុំមកដល់ហាងរបស់គាត់ហើយចឹងតោះយើងចូលទៅភ្លក់ម្ហូបទាំងអស់គ្នាខ្ញុំកក់ពេលថ្ងៃសម្រាប់ពេលថ្ងៃព្រោះដោយសារតែខ្ញុំត្រូវត្រឡប់ទៅអូសាកាវិញអញ្ចឹងវាខ្លាចពេលយប់បងប្អូនហើយរំភើបបងប្អូនហើយភ័យទៅភ័យផងអផងព្រោះដោយសារតែយើងធ្លាប់តែឃើញវីដេអូគាត់ហើយដល់ពេលគាត់មកជួបគាត់ដំបូងនៅក្រៅអញ្ចឹងសប្បាយចិត្តអូប៉ុន្តែបងប្អូនមុនហ្នឹងក៏យើងសុំការអនុញ្ញាតថតដែរព្រោះដោយសារតែនៅជប៉ុនកន្លែងខ្លះគឺគេឲ្យថតទេជាពិសេសជាប់ភ្ញៀវគេផ្សេងអញ្ចឹងខ្ញុំក៏បានជារូបប្រាសាទអង្គរវត្តដែលឆ្នៃចេញពីក្រំកយកទៅជូតគាត់ខ្ញុំចង់ឲ្យគាត់ស្គាល់ពីប្រទេសរបស់យើងដែរហើយខ្ញុំបានប្រាប់គាត់ថា fan គាត់នៅខ្មែរច្រើនមានគេចូលចិត្តមើលវីដេអូហើយគេស្គាល់គាត់ច្រើននៅខ្មែរក៏សង្ឃឹមថាថ្ងៃណាមួយគាត់នឹងទៅលេងអញ្ចឹងណាបងប្អូនពេលដែលខ្ញុំកាន់តែរំភើបទៀតនៅពេលដែលគាត់ដាក់តាមរូបហ្នឹងទៅគឺស្អាតហ្មងបងប្អូនសុំអីស៊ីជាមួយនឹងហាងគាត់ហើយឡើងមានអារម្មណ៍ថាវាមានអីមួយយ៉ាងណាហើយខ្ញុំបានសួរគាត់ថាមានបងប្អូនខ្មែររបស់យើងធ្លាប់មកអត់គាត់ថាអត់ទេខ្ញុំជាខ្មែរដែលលើកទី1ដែលមកហាងគាត់អញ្ចឹងបងប្អូនហើយប្រជាជនជប៉ុនគេរស់រាយបងប្អូនគាត់បានមកសួរខ្ញុំគាត់ចង់រៀនពាក្យខ្មែរមកពាក្យពីពាក្យនេះខ្ញុំក៏បានព្រៀនគាត់ជុំរៀបសួរជុំរៀបសួរជុំរៀបសួរCambodia Cambodia yeah you try Chum Riep Sua Cambodia yeah very good តើបងប្អូនយើងមកសាក់ម្ហូបគាត់ម្ដងសំខាន់ថ្ងៃនេះម្ហូបច្រើនមកខ្លាំងយកបានរាប់តែចូលចង់20មុខហើយម្ហូបណាដែលសំខាន់គឺគាត់មានរូបដូចថៃតុងទៅអីហ្នឹងគឺគាត់បង្ហាញប្រាប់យើងថានឹងអីគេមកពីណាពូជមិនអីមិនអញ្ចឹងណាបងប្អូនហើយខ្ញុំពិតជាចង់សាក់នៅក្នុងវីដេអូគាត់ដូចពងសនេះជាមួយដាក់រួចបងប្អូនមើលប៉ុន្តែគាត់ថាអត់មានទេបងប្អូនហើយខ្ញុំចង់សាក់ប្លែកប្រហែលមុខគឺគាត់ថាអត់មានទាំងអស់ទៅខ្ញុំរៀងសែតដែរបងប្អូនយើងមិនមែនបានទៅរហូតហើយយើងមិនដឹងថាពេលណាយើងបានទៅទៀតអញ្ចឹងចិត្តចង់សាក់ផ្លែគាត់រាយ funny លេងសើចជាមួយយើងសប្បាយអនិយាយទៅដូចវីដេអូដែលគាត់ធ្វើអញ្ចឹងណាបងប្អូនគឺគាត់ធ្វើឲ្យយើងមើលហ្មងម្ហូបដែលខ្ញុំញ៉ាំទាំងអស់ហ្នឹងបងប្អូនសុទ្ធតែខ្ញុំធ្លាប់ញ៉ាំអស់ហើយប៉ុន្តែមានពីមុខដែរដែលរៀងប្លែកដូចគាត់ពុះសម្លហើយនឹងអូតូរ៉ូនោះក៏ធ្លាប់ញ៉ាំដែរគាត់ថានេះគាត់ឆ្ងាញ់អញ្ចឹងហើយយើងគាត់ថាយើងបានបបពិសោធន៍ថ្មីយើងបានមកជួប chef ដែលគាត់ល្បីហើយយើងបានសាក់ម្ហូបសាក់អីគាត់អញ្ចឹងណាអ្វីដែលសំខាន់បងប្អូននៅច្រើនមុខដូចខ្ញុំប្រាប់មុននឹងអញ្ចឹងខ្ញុំហៀបអត់អស់ហើយបើមិនជាដាក់មកក៏វាវែងដែរអញ្ចឹងខ្ញុំសូមកាត់ខ្លាំងអញ្ចឹងណាហើយសម្រាប់ខ្ញុំញ៉ាំនេះជា set lunch ពេលថ្ងៃបងប្អូនខ្ញុំបុកមុនហើយគាត់ក៏មានពេលល្ងាចដែរខ្ញុំឃើញគាត់ដូចមានបន្ទប់សម្រាប់ private ដែរដូចជាមាន2បន្ទប់ហើយហាងគាត់នៅក្នុងចក្រានក្នុងអីគឺធំមែនតើខ្ញុំអត់ហ៊ានសុំគាត់ចូលមើលបងប្អូនគេមាន chef នៅខាងក្នុងដែរមិនមានតែគាត់ទេបងប្អូនហ
ហើយខ្ញុំឃើញអ្នកដែលគាត់ទៅចិត្តហ្នឹងគឺគាត់ញ៉ាំមនុយអាឡាកាតដែលគេហៅក្រៅគឺអត់ញ៉ាំសេតក៏បានដែរអូមួយទៀតខ្ញុំបានសួរគាត់ថាគាត់ថតវីដេអូហ្នឹងពីច្រើនគាត់ថតពេលណាម៉ោងណាគាត់ថាគាត់ថតម៉ោង2ថ្ងៃព្រោះនៅនោះគេបើករបៀបដល់ម៉ោង11កន្លះដល់ម៉ោង2អញ្ចឹងគេបិទដល់ពេលល្ងាចម៉ោង5កន្លះបានគេបើកដល់យប់អីវិញអញ្ចឹងណាបងប្អូនអញ្ចឹងចន្លោះម៉ោងដែលគាត់បិទពេលថ្ងៃហ្នឹងគឺគាត់ថតវីដេអូហើយគាត់ថតរាល់ថ្ងៃបងអូបងប្អូនខ្ញុំភ្លេចប្រាប់តម្លៃខ្ញុំញ៉ាំសេតពេលថ្ងៃហ្នឹងគឺម្នាក់13200វាចូល90រៀលជាងហើយញ៉ាំហើយក៏ខ្ញុំមកទិញកបិតទុកអនុស្សាវរីយ៍ព្រោះគាត់គឺជា BA ហាងកបិតហ្នឹងបងប្អូនហើយណាមួយក៏យើងទិញទុកសម្រាប់ថតវីដេអូដែរព្រោះអត់ដែរមានកបិតល្អទុកប្រើអញ្ចឹងក៏មកដល់នេះហើយអញ្ចឹងយើងក៏ទិញមួយទៅហើយអញ្ចឹងវីដេអូថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនស្រឡាញ់ចូលចិត្តហើយកុំភ្លេច like ហើយនិង follow ដើម្បីទទួលបានវីដេអូក្រោយៗទៀតជំរាបលាបងប្អូនដល់គ្នា